នៅមិននៅសុកក៏សាប់តែមានសត្វវេទមន្តមួយហ្នឹងមករស់នៅជាមួយនឹងអ្នកទាំងអស់គ្នាតើគ្នាយើងនឹងមានអារម្មណ៍យ៉ាងម៉េចដូចជាប្លែកដែរនៅអ្នកទាំងអស់គ្នាសុកយើងក៏ជួបជាមួយនឹងសត្វដែលចេះនិយាយពិភាក្សាការងារជាមួយយើងជួយគ្នាទៅវិញទៅមកដូចប្លែកណាចឹងកុំឲ្យវែងឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដង Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេចាប់ផ្ដើមរឿងរបស់យើងដំបូងបង្ហាញឲ្យឃើញឡានពណ៌ក្រហមមួយដែលកំពុងតែធ្វើដំណើរចូលទៅក្នុងព្រៃអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលទៀតនោះគឺមានបាក់សៃមួយក្បាលដែលមានឈ្មោះថា Pinky កំពុងតែនិយាយជាមួយបុរសម្នាក់ផ្ទាល់ដែលចុះពីលើឡាននឹងមានឈ្មោះថា Mortimer អញ្ចឹង Mortimer របស់យើងមកទីនេះគឺកំពុងតែស្វែងរកអ្វីមួយយ៉ាង Pinky ក៏និយាយថានឹងឲ្យលោកម្ចាស់យើងទៅរកឲ្យឃើញMortimer របស់យើងក៏បានធ្វើដំណើរចូលទៅក្នុងព្រៃហើយព្យាយាមស្វែងរកដានរបស់ដែលគាត់ចង់រករួចយើងក៏ប្រទះឃើញថាវាគឺជាដានជើងសត្វ Pinky ក៏សួរថាលោកម្ចាស់សត្វស្អីគេលោកម្ចាស់សត្វស្អីគេពួកយើងរកគាត់ឃើញហើយបានមិនដឹងរកស្អីទេ Mortimer របស់យើងគាត់ក៏ព្យាយាមតាមដានជើងនឹងបន្តទៀតតាមចុះតាមឡើងដានជើងនឹងក៏វារីកធំទៅវាទៅជាដានជើងរបស់សត្វធំ Mortimer ក៏មានអារម្មណ៍ថាយីចម្លែកយ៉ាងម៉េចដំបងដានជើងសត្វតូចឥឡូវមិនក៏ធំទៅអញ្ចឹង Pinky ក៏សែកថាលោកម្ចាស់មើលខាងមុខប្រយ័ត្នបន្ទាប់មកក៏ប្រទះឃើញថាវាគឺជាដានជើងរបស់ខ្លាឃ្មុំដ៏ធំ Mortimer ក៏សួរថាជាសត្វចេះនិយាយឬមួយក៏ជាសត្វមែនតើហ្នឹងខ្លាឃ្មុំនឹងក៏ស្រែកមកទៅហឹងតែម្ដងចង់បើកការវាប្រហារមកលើ Mortimer ក៏និយាយថាអូយសត្វមែនតើរត់សិនពេលចូលមកដល់ក្នុងឡាន Pinky ក៏ថាលោកម្ចាស់មានសត្វនៅក្នុងឡានរបស់យើងសត្វវេទមន្តដឹងបន្ទាប់មកមកកញ្ជ្រោងមកក្បាលនឹងចេះនិយាយភាសាមនុស្ស Mortimer ក៏និយាយថារកឃើញហើយតើស្វាគមន៍មកកាន់ហាងសត្វវេទមន្តកញ្ជ្រោងមកក្បាលនឹងក៏តបទៅវិញថាអូយសប្បាយចិត្តណាស់មានអ្នកនិយាយភាសាខ្ញុំបានមិញខំនិយាយជាមួយនឹងខ្លាឃ្មុំដាញ់ខំបន្ទាប់មក Mortimer ក៏បានធ្វើដំណើរចាក់ចេញពីទីនោះរួចយើងក៏កាត់មកដល់ក្មេងស្រីរបស់យើងម្នាក់ទៀតដែលនាងទើបតែផ្លាស់ប្ដូរទីលំនៅមានឈ្មោះថា Ida ម្ដាយរបស់ Ida លើកទឹកចិត្តកូនស្រីរបស់គាត់ថាកុំពិបាកចិត្តណាកូនចាំមើលកន្លែងថ្មីរបស់យើងដឹងតែល្អតែម្ដង Ida ក៏តបទៅវិញថាមិនដឹងជាស្អីទេម៉ាក់នៅផ្ទះយើងចាស់ខ្ញុំមានមិត្តភក្តិច្រើនហើយឥឡូវផ្លាស់ប្ដូរទីលំនៅអញ្ចឹងដឹងបាក់អីមិនទេឥឡូវពេលដែលមកឃើញផ្ទះថ្មីរបស់ពួកគេ Ida របស់យើងក៏បានធ្វើមេដៃដាក់ចុះម្ដាយក៏ថាកូនអត់ចូលចិត្តទេតាមប៉ាត់លេងសោះ Ida ពេញចិត្តផ្ទះថ្មីរបស់នាងខ្លាំងណាស់ឥឡូវចុះមកដល់ខាងក្រៅក្មេងប្រុសម្នាក់មានឈ្មោះថា Benny នឹងក៏បានជិះស្គីដួលត្លាត់តាត់ទងលើអីវ៉ៃអវ៉ាន់របស់ Ida ក៏បញ្ញាទៅមើល Benny អញ្ចឹងទៅក៏ប្រទះឃើញ Benny នឹងជាប់រោបនៅលើខ្លួននាងក៏សើចបន្ទាប់មក Benny របស់យើងក៏ប្រទះឃើញពស់ពណ៌បៃតងយ៉ាងធំគាត់ក៏សែកថាងាប់ហើយពស់ធំណាស់ហត់ Ida ក៏ថានៅទីក្រុងអាឡឺម៉ង់កដាលទីក្រុងអញ្ចឹងមានពស់មកពីណាបាទតាមពិតជាក់ស្ដែងគឺមានពស់មែនប៉ុន្តែវាគឺជាពស់វេទមន្តដែលចេះនិយាយដូចជាមនុស្សហើយក៏បានឡើងទៅលើឡានរបស់ Mortimer យើងអញ្ចឹង Mortimer គឺគាត់ដើរប្រមូលសត្វវេទមន្តដាក់ទៅក្នុងហាងឡានរបស់គាត់នឹងទៅហ្មងរវាង Ida រួមជាមួយនឹង Benny គឺមិនខុសគ្នាប៉ុន្មាននោះទេ Benny របស់យើងគឺជាក្មេងប្រុសដែលខ្លាចច្រើនមិនសូវហ៊ាននិយាយជាមួយនរណាអញ្ចឹងហើយគឺគាត់គ្មានមិត្តភក្តិសូម្បីតែម្នាក់ Ida របស់យើងផ្ទាល់នឹងបាននាងផ្លាស់ប្ដូរទីលំនៅថ្មីក៏មិនទាន់មានមិត្តភក្តិដូចគ្នាពួកគេទាំងពីរក៏បានឈរនៅមាត់បង្អួចហើយបួងសួងថាពួកគេត្រូវការមិត្តភក្តិម្នាក់នៅក្បែរខ្លួនដើម្បីនិយាយជាមួយគ្នាកំឡុងពេលនោះផងដែរទាំង Ida រួមជាមួយនឹង Benny ក៏ប្រទះឃើញអាចផ្កាយដំណើរគ្នាតែម្ដងនៅលើមេឃតើវាអាចទៅរួចទៅអត់ដែលការបួងសួងរបស់ពួកគេនឹងខ្លាចទៅជាការពិតព្រឹកឡើង Ida របស់យើងបានមកដល់មុខសាលាភ្លាមនាងក៏ប្រទះឃើញក្មេងស្រីប្រមាណអ្នកនឹងកំពុងតែឈរនិយាយសើចសប្បាយនឹងគ្នាហើយចរិតរបស់ Ida បានចូលចិត្តនិយាយច្រើនចូលចិត្តបង្កើតមិត្តភក្តិអញ្ចឹង Ida ក៏បានដើរទៅសួរនាំទៅកាន់ក្រុមក្មេងស្រីទាំងអស់នោះដោយ Ida របស់យើងចង់ដឹងថា office របស់លោកនាយកនៅឯណានាងចង់ធ្វើការណែនាំប្រាប់លោកនាយកថានាងដូរសាលាមកថ្មីអីអញ្ចឹងណា Helen របស់យើងម៉ែដែលជាមេក្រុមនោះផ្ទាល់ក៏បាននិយាយថាអូខ្ញុំស្មានថាមនុស្សព្រៃមកពីណាតាបន្ទាប់មកក្មេងប្រុសម្នាក់ក៏បានដើរមកពីក្រោយបាទគេរៀងក្មេងប្រុសកាងក៏ថាបិទមាត់ដល់ស្អុយរបស់ឯងទៅ Helen ក៏ថាអូយចង់ធ្វើជាវរៈបរោះទៀតហើយណោះ Ida របស់យើងក៏បានទៅតាមក្មេងប្រុសម្នាក់នោះហើយគេហៅថាសួរនាំបែបយេយូរបៀបគេលក្ខណៈឲ្យស៊ីជាមួយនឹងក្មេងប្រុសម្នាក់ហ្នឹងអញ្ចឹងណា Ida ក៏សួរឈ្មោះក្មេងប្រុសម្នាក់នោះអាប៉ែនឹងអត់ព្រមប្រាប់នោះទេបាទអញ្ចឹង Ida ក៏សួរថាតើទីតាំង office របស់លោកនាយកនៅឯណាក្មេងប្រុសម្នាក់ហ្នឹងក៏ប្រាប់ផ្លូវបាត់ឆ្វេងបាត់ស្ដាំដើរទៅលើដើរទៅក្រោមបាត់ឆ្វេងបាត់ស្ដាំទៀតនិយាយលក្ខណៈស្ដាប់មកមិនដឹងថាផ្លូវណាផ្លូវណីអញ្ចឹងណាភ្លាមនោះ Benny របស់យើងជិះស្គីចុះស្គីស៊ីឡើងហ្នឹងក៏បានបុកបែកថូបការរបស់លោកនាយកសាលាបាទនេះគឺជាលោកនាយកសាលាយើងផ្ទាល់នឹងឯងលោកនាយកក៏បានស្ដីបន្ទោសឲ្យ Benny របស់យើងសិស្សដទៃផ្សេងទៀតក៏នាំគ្នាសើចចំអកឲ្យ Benny Ida ក៏បានចេញមុខការពារ Benny និយាយប្រាប់គ្រូនាយកសាលាថា Benny គ្មានចេតនាទេលោកគ្រូលោកនាយកក៏ថាអូនេះដូចជាសិស្សថ្មីហ៎ឃើញឈ្មោះរបស់ឯងឈ្មោះ Ida ឬរត់តែស្ដីបន្ទោសឲ្យ Ida ទៅហើយហ្នឹងណាម៉ោងក៏រោបាទគេហៅថាដល់ម៉ោងរៀនអញ្ចឹងទៅប៉ុន្តែអានេះលការធំហ្នឹងគឺវាខុសលោកនាយកក៏ស្រែកមកទៅហឹងតែម្ដងម៉ែ One Track Check មកទីនេះភ្លាមបាទអញ្ចឹងលោក One Track Check របស់យើងគឺជាអ្នកមើលថែទាំសាលាទាំងមូលលោកនាយកក៏ថាមើលម៉ោងណោះខុសកែផងបន្ទាប់ពីនោះលោកនាយកសាលាក៏បាននាំ Ida របស់យើងចូលមកបន្ទប់ office របស់គាត់ហើយគាត់ក៏បានឲ្យឯកសារឲ្យសភៅផ្សេងៗនិងប្រាប់ពីច្បាប់ទូទៅនៅសាលារៀនរបស់គាត់អញ្ចឹងទៅកំឡុងពេលនោះ One Track Check របស់យើងកំពុងតែស្រោចរុក្ខជាតិរបស់លោកនាយកផ្ទាល់លោកនាយកគាត់ឆ្លាញ់រុក្ខជាតិទាំងអស់នោះណាគាត់ប្រាប់ថាណែស្រោចឲ្យតាមទៅដាក់សេតនភាពប៉នេះប៉នោះធ្វើម៉េចឲ្យតាមការណែនាំណាប្រយ័ត្នទៅងាប់រុក្ខជាតិរបស់ខ្ញុំហេក្មេងតូចឯងឈប់មើលស្អីដល់ម៉ោងរៀនហើយទៅរៀនទៅ
ឥឡូវនេះដល់ម៉ោងចូលថ្នាក់រៀនអ៊ីដារបស់យើងក៏សម្លឹងរកកន្លែងអង្គុយប៉ុន្តែពេលនាងប្រទះឃើញបានីអ៊ីដារបស់យើងអត់ហ៊ានអង្គុយជាមួយនឹងបានីនោះទេរហូតដល់ដើរចូលថ្នាក់អស់សិស្សគ្រប់គ្នាមានកន្លែងអង្គុយ Helen របស់យើងក៏ដេញអ៊ីដារបស់យើងចេញកន្លែងនេះតុកយើងកន្លែងនោះក៏តុកយើងឯងគ្មានកន្លែងអង្គុយទេជាចុងក្រោយបានីក៏ទាញតុកឲ្យអង្គុយអ៊ីដាក៏សម្រេចចិត្តអង្គុយក្បែរបានីហើយបានីក៏នៅតែបញ្ជាក់ដែរថាកាលពីពេលហ្នឹងគឺគាត់ប្រទះឃើញពស់ធំមែនតែអ៊ីដារបស់យើងមានអារម្មណ៍ថារៀងចម្លែកយ៉ាងម៉េចទេបានីបន្តមកទៀតអ្នកគ្រូថ្មីរបស់យើងក៏បង្ហាញខ្លួនបាទទឹកមុខរបស់គាត់គឺពិតជាចម្លែកខ្លាំងមែនទែនលោកនាយកសាលាក៏បានមកប្រាប់សិស្សទាំងអស់គ្នាថាពេលនេះគ្រូថ្មីរបស់ពួកគេមានឈ្មោះថាអ្នកគ្រូ Cornfield មកបង្រៀនថ្នាក់ពួកគេផ្ទាល់តែម្ដងសិស្សគ្រប់គ្នាក៏ឆ្ងល់ហើយចុះគ្រូចាស់របស់ពួកយើងមិនក៏ត្រូវគាត់ឈប់អញ្ចឹងអត់ទេខ្ញុំចង់រៀនមួយគ្រូចាស់យើងវិញលោកនាយកសាលាក៏បញ្យល់ទៅកាន់សិស្សទាំងអស់ថាគ្រូចាស់របស់ពួកគេមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដូច្នេះត្រូវតែមានការផ្លាស់ប្ដូរគ្រូបង្រៀនបែបនេះអ្នកគ្រូ Cornfield ក៏និយាយថាត្រូវហើយគ្មានអាណាគេចង់ឈឺទេគិតថាម៉េចឈ្នះឆ្នោតឬបានឈឺជំងឺធ្ងន់ធ្ងរអត់បានមកបរៀនហ្នឹងលោកគ្រូក៏បានដើរពិនិត្យសិស្សនៅក្នុងថ្នាក់បន្តិចក៏ប្រទះឃើញโจរបស់យើងលេងសាច់អត់ប្រយោជន៍នាយកសាលាក៏គំរាមថាណែโจបើឯងនៅតែជាសិស្សមិនល្អនៅមិនស្ងៀមទេយើងនឹងរាយការណ៍ប្រាប់ទៅកាន់ឪពុករបស់ឯងណាអ្នកគ្រូក៏និយាយថាមិនអីទេលោកនាយកបើអស់ការងារហើយអញ្ជើញចេញខ្ញុំមានចំនួនអីចង់សួរចង់តាក់ទងចាំខ្ញុំទៅហៅក្រោយមកទៀតសិស្សពីរនាក់និយាយភាសាទួគីនៅខាងក្រោយគេហ្នឹងមើងងាយអ្នកគ្រូរបស់យើងថាដូចជាមនុស្សព្រៃប៉ុន្តែអ្នកគ្រូចេះស្ដាប់ភាសាទួគីទៀតសិស្សទាំងពីរក៏ឆ្ងល់វ៉ាវអ្នកគ្រូចេះប្រហែលភាសាទៅបាទនិយាយទៅអ្នកគ្រូ Cornfield របស់យើងគឺគាត់ចេះច្រើនមែនទែនប្រវត្តិសាស្ត្រស្អីសួរគាត់ក៏គាត់ឆ្លើយរួចដែរហើយសាសនាឆ្លើយដាក់គាត់អ្នកគ្រូរបស់យើងក៏ឆ្លើយដាក់វិញដូចគ្នាប៉ុន្តែអ្នកគ្រូក៏គាត់និយាយថាមិនចង់ញ៉ៃច្រើនទេថ្ងៃនេះខ្ញុំចង់សួរសិស្សទាំងអស់គ្នាថាតើនៅយប់មិញនរណាខ្លះប្រទះឃើញអាចផ្កាយហើយបួងសួងអញ្ចឹងការបួងសួងរបស់ពួកគេនឹងទទួលបានជោគជ័យត្រូវអត់អ៊ីដានិងបានីទាំងអ៊ីដារួមជាមួយនឹងបានីក៏ភ្ញាក់ឲ្យព្រឺតវ៉ាវអ្នកគ្រូតាមចូលមកស្គាល់ឈ្មោះពួកយើងទៀតណោះអ្នកគ្រូក៏បន្តនិយាយទៀតថានៅក្នុងថ្នាក់របស់គាត់គឺមិនរៀនតាមបែបធម្មតានោះទេមិនមែនរៀនគណិតរូបគីមីអីធម្មតាឡើយគឺមានវេទមន្តនៅក្នុងនោះប៉ុន្តែโจរបស់យើងក៏និយាយខ្សឹបខ្សៀលគ្នាថាអ្នកគ្រូនេះដូចចម្លែកយ៉ាងម៉េចទេអ្នកគ្រូ Cornfield ក៏បានប្រឡែងក្របបាល់អំបញ្ញមិញឲ្យទៅកាន់โจរបស់យើងវិញបាទហើយវាមានពលឺយ៉ាងចម្លែកដែលធ្វើឲ្យសិស្សគ្រប់គ្នាកាន់តែឆ្ងល់ថាតើអ្នកគ្រូជានរណាឲ្យពិតប្រាកដបាទអញ្ចឹងបើតាមការសន្និដ្ឋានរបស់យើងអ្នកគ្រូរបស់យើងប្រហែលជាទេពធីតាណាមួយម្នាក់ដែលគាត់មានទូនាទីផ្ដល់ការប្រាថ្នាឲ្យក្មេងៗខ្លាចជាការពិតអីអញ្ចឹងណាពីព្រោះអ៊ីដារួមជាមួយនឹងបែននេះគាត់មានការបួងសួងពេលដែលឃើញអាចផ្កាយរៀនមិនទាន់បានប្រហែលផងថ្នាក់របស់គាត់ក៏ត្រូវបានបញ្ចប់តោះហើយយើងក៏ប្រទះឃើញឡានរបស់លោក Mortimer មកដល់សាលានឹងដែរលោក Mortimer គឺស្គាល់គ្នាជាមួយនឹងអ្នកគ្រូ Cornfield ហើយគាត់ក៏និយាយថាអាម៉េចឡូវយើងសម្រេចចិត្តរើសពួកគេធ្វើជាសមាជិកក្រុមវេទមន្តឬមួយក៏យ៉ាងម៉េចមើលទៅក្មេងៗទាំងអស់នោះក្បាលខូចច្រើនណាស់ប៉ុន្តែអ្នកគ្រូ Cornfield ក៏បាននិយាយតបទៅវិញថាអត់ទេផ្ដល់ឱកាសឲ្យក្មេងៗទាំងអស់នោះយល់ពីអត្ថន័យនៃភាពល្អដែលខ្លួនឯងទៅចោឥឡូវត្រឡប់មកដល់ផ្ទះវិញអ៊ីដារបស់យើងក៏បាននិយាយប្រាប់ម្ដាយរបស់ខ្លួនដែលកំពុងតែរៀបចំហាងបោះហាងអំពីសកម្មភាពរបស់នាងនៅសាលាជួបអ្នកនេះជួបអ្នកនោះនាយកសាលាសម្ដីអាម៉េចអញ្ចឹងទៅហើយអ្នកគ្រូក៏ចម្លែកបន្តមកម្ដាយរបស់អ៊ីដាមានអារម្មណ៍ថាកូនរបស់គាត់ពិតជាសប្បាយណាស់ទៅរៀនសាលាថ្មីហើយគាត់ក៏មានកាដូពិសេសឲ្យកូនស្រីរបស់គាត់ដែលជាកវិលយ៉ាងស្អាតនៅយប់នោះផងដែរនៅក្នុងសាលារបស់ពួកគេផ្ទាល់យើងក៏ប្រទះឃើញចោរម្នាក់បានលួចយកនាឡិកាដ៏ធំនោះចេញពីសាលាអញ្ចឹងមកចេះបន្តពីនោះ Pinky របស់យើងដែលជាបាក់សៃរបស់លោក Mortimer នឹងបានយកសម្បត្តិអ្វីមួយយ៉ាងហ្នឹងមកឲ្យឪពុករបស់ Benny Pinky នឹងគាត់ក៏ខំគោះទ្វារផងអីផងអញ្ចឹងទៅឪពុករបស់ Benny បើកទ្វារមកក៏ប្រទះឃើញរូបថតតាណាផ្ញើឲ្យកូនយើងចំពោះ Ida ឯនេះវិញកំពុងតែជួយការងារម្ដាយរបស់នាងមុននឹងទៅសាលារៀនប៉ុន្តែភ្លាមនោះ Ida ក៏ប្រទះឃើញទស្សនាវដ្តីទាំងអស់ហ្នឹងមានរូបរបស់នាងនៅលើនោះហើយនិយាយទៅគឺវាមានចលនាចម្លែកខ្លាំងមែនទែនដែលធ្វើ Ida របស់យើងមានអារម្មណ៍ថាវ៉ាវខ្ញុំស្វាងនឹងមួយក៏យ៉ាងម៉េច Benny របស់យើងក៏ទទួលបានសម្បត្តិដែលឪពុករបស់ខ្លួននឹងបកគលឲ្យអំឡុងពេលនោះ Ida ឯនេះវិញក៏ប្រទះឃើញអក្សរអ្វីមួយយ៉ាងអណ្ដែតនៅលើអាកាសអញ្ចឹងទាំងពីរនាក់ Ida រួមជាមួយនឹង Benny គឺទទួលបានសារមួយដែលបានប្រកាសថាពួកគេទាំងពីរនាក់ស្ថិតនៅក្នុងដំណាក់កាលពិសេសដើម្បីទទួលយកសត្វវេទមន្តពីហាងសត្វវេទមន្តផ្ទាល់តែម្ដងដែលជាកម្មសិទ្ធិរបស់លោក Mortimer ពិតជាអស្ចារ្យមែនណាគ្រាន់តែអានចប់គ្រប់បែបយ៉ាងក៏រលាយទៅវិញ Ida នាងក៏មានអារម្មណ៍ថាចម្លែកដែរប៉ុន្តែបញ្ញាទៅរៀនអញ្ចឹងទៅក៏អត់មានបានឆ្ងល់អីវែងឆ្ងាយទៀតដែរហើយបាននិយាយនៅសាលារបស់យើងផ្ទាល់សិស្សគ្រប់គ្នាក៏ឆ្ងល់ហើយអ្វីក៏នាឡិកាយ៉ាងធំបានបាត់លោកនាយកក៏ឃើញអញ្ចឹងគាត់ក៏សែកថាម៉េចមានរឿងកាត់ឡើង Wondershik មានរឿងអីមកទីនេះភ្លាមលោក Wondershik គាត់និយាយថាបាត់នាឡិកាលោកនាយកមិនដឹងថាណាគេខ្វះអីលួចនាឡិកាប៉ុណ្ណាអញ្ចឹងលោកនាយកក៏ថាហ្នឹងហើយឆ្ងល់ស្អីទៀតដើរស្វែងរកនាឡិកាត្រឡប់មកវិញតែយើងក៏ប្រទះឃើញរូប sticker មួយផងដែរបាទអញ្ចឹងពេលដែលចោលនឹងលួចអីហើយអញ្ចឹងគឺមានរូប sticker លៀនដាតនឹងមួយក្រោយមកទៀត Benny រួមជាមួយនឹង Ida ផ្ទាល់ហ្នឹងមានរឿងចម្លែកតាំងពីព្រឹកមិញចង់ប្រាប់គ្នាទៅវិញទៅមកប៉ុន្តែលោកនាយកសាលាក៏មានការប្រកាសគាត់សន្និដ្ឋានថាមានមនុស្សនៅក្នុងសាលារបស់យើងគឺជាអ្នកលួចនាឡិកានេះអ្នកខ្លះក៏បានសង្ស័យទៅកាន់លោក Wondercheck តែ Helen របស់យើងបែរជាសង្ស័យទៅកាន់ Ida ពីព្រោះពេលដែល Ida មករៀនសាលានេះភ្លាមក៏សាប់តែបាត់នាឡិកាផ្លែតចំណែកឯអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាសង្ស័យទៅលើនរណាជាចោរឡូវដល់វគ្គយើងស្វែងរកចោរម្ដងណាសាក់ទាយប្រហែលលោមើលថានរណាគេគឺជាជនសង្ស័យ
បន្តពីនោះអ្នកគ្រូ Confit របស់យើងក៏ប្រទះឃើញលោក Mortimer បានធ្វើដំណើរចូលមកក្នុងថ្នាក់របស់គាត់ហើយអញ្ចឹងគាត់ក៏បានបង្កើតថ្នាក់ពិសេសមួយផ្សេងទៀតដែលបំរើឲ្យក្មេងៗទាំងអស់នឹងបង្កើតជាក្រុមដែលមាន2នាក់ស្រីម្នាក់ប្រុសម្នាក់ Benny របស់យើងមកគាត់ក៏រៀងល្អិតល្អួលហើយគាត់ក៏ចង់ឲ្យ Ida របស់យើងធ្វើជាសមាជិកក្រុមរបស់គាត់ព្រោះពួកគេក៏ចង់រក top pick មួយដើម្បីនិយាយអញ្ចឹងទៅ Benny របស់យើងក៏នឹករឿងដល់ Pirate ចោលសមុទ្របន្ទាប់មកសំឡេងគោះទ្វាររបស់លោក Mortimer ក៏បានបន្លឺឡើងអ្នកគ្រូ Confit ក៏និយាយថាសិស្សទាំងអស់គ្នាខ្ញុំមានមនុស្សពិសេសដែលចង់ណែនាំឲ្យសិស្សទាំងអស់គ្នាស្គាល់អញ្ជើញចូលមកលោក Mortimer អញ្ចឹងអ្នកគ្រូ Confit ក៏បានណែនាំថាលោក Mortimer គឺជាប្អូនប្រុសរបស់គាត់ហើយគាត់គឺជាអ្នកបកគលសត្វវេទមន្តទៅឲ្យសិស្សលោក Mortimer ក៏បានណែនាំខ្លួនរបស់គាត់ទៅគាត់គឺជាអ្នកស្រឡាញ់សត្វការពារសត្វនិងជាម្ចាស់ហាងសត្វវេទមន្តគ្រប់គ្នាក៏នាំគ្នានិយាយធ្វើដូចជាដឹងអញ្ចឹងថាអូសត្វទាញមកពីក្នុងមួកដូចគេលេងសៀកនឹងឬមួយក៏អញ្ចឹងម៉េចលោក Mortimer ក៏បញ្យល់ថាអត់ទេខុសគ្នាសត្វវេទមន្តរបស់ខ្ញុំយល់ពីសិស្សទាំងអស់គ្នាចេះនិយាយភាសាសិស្សទាំងអស់គ្នាហើយអាចកំដរអ្នកទាំងអស់គ្នាបានគ្រប់គ្នាក៏អត់ជឿបន្ទាប់មកបាក់សីរបស់លោក Mortimer ដែលជា Pinky ក៏បង្ហាញខ្លួន Pinky ក៏និយាយភាសាមនុស្សដែលធ្វើឲ្យសិស្សគ្រប់គ្នាភ្ញាក់ផ្អើលតែម្ដងអញ្ចឹងហើយម្នាក់ក៏និយាយថាអូលោកគ្រូខ្ញុំចង់បានសត្វវេទមន្តដែរអ្នកគ្រូ Confit រួមជាមួយលោក Mortimer ក៏បាននិយាយប្រាប់ទៅកាន់សិស្សទាំងអស់គ្នាថាបើសិនជាពួកគេចង់បានសត្វវេទមន្តតម្រូវឲ្យពួកគេច្រៀងចម្រៀងពិសេសដើម្បីចូលជាសមាជិកក្រុមវេទមន្តផ្ទាល់តែម្ដងហើយចូលជាសមាជិកក្រុមវេទមន្តពួកគេតតែចេះស្រឡាញ់គ្នាការពារគ្នាធ្វើអំពើល្អៗនោះពួកគេនឹងទទួលបានសត្វវេទមន្តម្នាក់មួយដោយមិនបង្អង់យូរក្មេងៗទាំងអស់ក៏និយាយថាខ្ញុំព្រមចូលជាសមាជិកក្រុមតោះនាំគ្នាច្រៀងអញ្ចឹងហើយសិស្សទាំងអស់ក៏បានច្រៀងចម្រៀងពិសេសរបស់ក្រុមសមាជិកវេទមន្តនោះគ្រាន់តែច្រៀងចប់អ្នកគ្រូ Confit របស់យើងក៏បានប្រើវេទមន្តពិសេសរបស់គាត់បូកបញ្ចូលជាមួយនឹងលោក Mortimer ប្រើអាវរបស់គាត់កវីចុះកវីឡើងក៏បង្កើតបានជា portal ដ៏អស្ចារ្យ portal នោះក៏បានបើកទីតាំងសមុទ្រដ៏ស្រស់ស្អាតមួយបន្ទាប់មកក៏សាប់តែមានសត្វអណ្ដើកមួយក្បាលនឹងដើរចេញមកហើយសត្វអណ្ដើកគឺគាត់ចេះនិយាយភាសារបស់មនុស្សគ្រប់គ្នាក៏សន្និដ្ឋានថា Dinosaur ឬមួយក៏មិនបែរនេះរបស់យើងក៏ចេញមកនិយាយថាមិនមែនទេនេះគឺជាអំបូរអណ្ដើកសមុទ្រនៅមហាសមុទ្រ Caribbean អញ្ចឹងអណ្ដើកមួយក្បាលនេះគឺជាកម្មសិទ្ធិរបស់ Benny បានន័យថាអណ្ដើកនឹងផ្ទាល់ជាអ្នករើសយក Benny អីអញ្ចឹងណាបន្តមកទៀតលោកគ្រូ Mortimer របស់យើងក៏បានប្រើអាវវេទមន្តរបស់គាត់បើក portal ម្ដងទៀតហើយវានៅក្នុងតំបន់ព្រៃពណ៌បៃតងដ៏ស្រស់ស្អាតរួចយើងក៏ប្រទះឃើញកញ្ជ្រោងមួយក្បាលបានហក់ចេញពីទីនោះអញ្ចឹងកញ្ជ្រោងមួយក្បាលនេះគឺជាកម្មសិទ្ធិរបស់ Ida កញ្ជ្រោងនេះផងដែរគាត់មានឈ្មោះថា Rabat ភ្លាមនោះលោកនាយកសាលាក៏មកដល់គូទ្វារបើកមកព្រឹបក៏សាប់តា Rabat របស់យើងប្រែកាឡាទៅជាតុក្កតាវិញលោកគ្រូគាត់ក៏ឆ្ងល់មិនក៏លឺសូរសំឡេងអីស្រែកអាឡូអាឡាចម្លែកខ្លាំងម្ល៉េះសិស្សដទៃទៀតនោះក៏នាំគ្នាការពារ Ida រួមជាមួយនឹង Benny អញ្ចឹងទៅតែពួកគេដឹងទេតាមពិតទាំងអណ្ដើករួមជាមួយនឹងកញ្ជ្រោងនឹងប្រែកាឡាទៅជាតុក្កតាបាត់ទៅហើយអ្នកគ្រូ Confit គាត់ក៏បញ្យល់ថាគាត់មានថ្នាក់ពិសេសបរៀនដល់សិស្សអីអញ្ចឹងទៅដូច្នេះលោកយូអេងកុំអារម្មណ៍បាទលោកនាយកគាត់ក៏ចេញពីទីនោះទាំងមានចម្ងល់ដែរពេលដែលលោកនាយកសាលាចេញពីទីនោះទើបអ្នកគ្រូ Confit បញ្យល់ថាអ្នកដែលអាចមើលសត្វវេទមន្តនេះបានគឺមានតែសមាជិកក្រុមរបស់សត្វវេទមន្តតែប៉ុណ្ណោះបន្តមកទៀតសិស្សដទៃទៀតនឹងក៏ចង់បានសត្វវេទមន្តរៀងៗខ្លួនសម្រាប់ពួកគេដែរបាទអ្នកខ្លះក៏ចង់បានត្រីអ្នកខ្លះក៏ចង់បានសត្វ Penguin បានបាក់សីបានអីផ្សេងអញ្ចឹងណាប៉ុន្តែពួកគេគឺអត់ទាន់បាននោះទេ Ida របស់យើងក៏បានរត់បលែងលេងជាមួយនឹង Rabat ក៏បានបញ្យល់ពីសមត្ថភាពរបស់គាត់ដែលមានល្បិចច្រើនហើយក៏យល់ពីមនុស្សដែលមានល្បិចដូចគ្នាខ្លួននឹងក៏ចង់សិក្សាអំពីជីវិតរបស់មនុស្សជាក់ស្ដែងនោះដូចជាចង្គៀងស្អីគេនោះមិនក៏អត់ភ្លឺអញ្ចឹង Ida ក៏បញ្យល់តាក់ទងចង្គៀងភ្លឺតែពេលយប់អីអញ្ចឹងទៅ Rabat ក៏ឆ្ងល់ហើយអ្វីក៏ Ida របស់យើងអត់លេងជាមួយនឹងក្មេងៗដទៃឥឡូវប្រទះឃើញធុងសម្រាមអញ្ចឹងទៅក៏សាប់តែ Rabat របស់យើងគាត់ចូលទៅឆែកឆេមើលរកអីហូប Ida ក៏មកតាមហើយនាងក៏បញ្យល់ថាគ្មានណាចង់លេងជាមួយនាងទេគេចាត់ទុកនាងថាជាមេចោអញ្ចឹងទៅដែលមានឈ្មោះថា Overclow Rabat ក៏និយាយថាអូតាក់ទងនឹងរឿងមេចោអំបូរកញ្ជ្រោងខ្ញុំនឹងឯងឲ្យប៉ាកែណារឿងចោហ្នឹង Rabat ក៏និយាយថាមិនអីទេពួកយើងទាំងពីរនាក់ឆ្លាតដូចជាគ្នាអញ្ចឹងយើងតតែស្វែងរកចោហ្នឹងឲ្យឃើញតើអត់បើនិយាយដល់ Benny របស់យើងវិញមកគាត់កំពុងតែអានសៀវភៅជាមួយនឹង Henry ដែលជាអណ្ដើកអានចុះអានឡើងក្រុមសិស្សដទៃទៀតហ្នឹងក៏នាំគ្នាមកបលែងលេងជាមួយនឹង Henry ហើយ Henry របស់យើងគាត់ប៉ាកែសម្ដីដែរនិយាយក៏ច្រើនតាក់ទាញក្មេងដទៃនាំក្មេងដទៃរំជាមួយគាត់អីអញ្ចឹងទៅប៉ុន្តែ Benny របស់យើងអត់អាចចូលជាមួយក្មេងដទៃបានទេតើឃើញហេតុការណ៍ហ្នឹងអញ្ចឹងទៅ Benny របស់យើងក៏ដើរចាក់ចេញពីទីនោះ Henry របស់យើងហ្នឹងក៏ដេញតាមម្ចាស់របស់ខ្លួនធ្វើការងុយគេនឹកឃើញដល់ Boostrong បន្ទាប់ពីនោះ Ida រួមជាមួយនឹង Rabat របស់យើងនឹងក៏បានតាំងចិត្តដើម្បីស្វែងរកចោលដ៏អាចកំងនៅក្នុងសាលានេះពួកគេក៏លឺសូរសំឡេងនរណាគេម្នាក់បានដំអាទូនំនៅត្រូវយកហូបរបស់គ្នាយើងដែលគេតាំងនំនៅក្នុងនោះអញ្ចឹងវាយប្រងលឺសូរមកទំហឹងសូម្បីតែនាយកសាលាក៏លឺដែរវាយដដែលមិនឈប់អញ្ចឹង Ida រួមជាមួយនឹង Rabat ក៏សម្រេចចិត្តមកពិនិត្យមើលហើយយើងក៏ប្រទះឃើញថាវាហាក់ដូចជាយឺតពេលដោយសារតែចោលដ៏អាចកំបាំងនោះបានប្រមូលនំនៅក្នុងទូអស់រលីងនៅសល់តែមួយដុំពេលដែល Ida រួមជាមួយនឹង Rabat មកដល់កន្លែងកាត់ហេតុក៏ប្រទះឃើញថានៅសល់តែនំមួយអញ្ចឹង Rabat របស់យើងនឹងក៏
ក៏បានលើកទឹកចិត្តឲ្យអ៊ីដារបស់យើងសាក់ធ្វើសកម្មភាពដូចជាចោលអាចកំបាំងនឹងលោមើថាធាក់យ៉ាងម៉េចធ្វើយ៉ាងម៉េចទើបធ្វើឲ្យនំនឹងវាជ្រុះមកពីព្រោះដើម្បីស្វែងរកចោលឃើញយើងត្រូវតែគិតដូចចោលធ្វើដូចចោលអនុវត្តឲ្យដូចចោលអ៊ីដាក៏បានធាក់មានមកធាក់រហូតដល់នំនឹងជ្រុះហើយនាងក៏រើសនំដាក់ហោប៉ៅភ្លាមនោះនាយកសាលាក៏មកតាន់រ៉ាបាត់ក៏ផ្លែងទៅជាតុក្កតាវិញហើយគាត់ក៏ចាប់ផ្ដើមសង្ស័យគិតថាអ៊ីដាពាក់ព័ន្ធជាមួយនឹងចោលពួកគេក៏ប្រទះឃើញរូបទៀតបាទរូប sticker សាយលីណាហ្នឹងណាហើយចៃដន្យអ្វីលោក Wonder Shake របស់យើងក៏នៅក្បែរនោះដែរគ្នារៀងចាប់ផ្ដើមគេថាឲ្យតម្រូវសង្ស័យយើងអីចឹងណាលោក Wonder Shake របស់យើងហ្នឹងក៏សង្ស័យថានៅក្នុងតុក្កតារបស់អ៊ីដាប្រកាសជាមានអីចម្លែកហើយអញ្ចឹងគាត់ក៏បានកញ្ឆក់យកតុក្កតារបស់នាងដែលជារ៉ាបាត់ឲ្យចង់យកកត្រៃកាត់មើលប៉ុន្តែភ្លាមនោះចូលរបស់យើងក៏មកតាន់ហើយក៏ប្រាប់ថាអំបញ្ញមិនខ្ញុំឃើញចោលបិទមុខម្នាក់ប្រមូលនំរត់ចេញទៅតាមផ្លូវនោះអញ្ចឹងទាំងនាយកសាលារួមជាមួយនឹងលោក Wonder Shake ក៏បានបញ្ញារត់ទៅឆែកមើលចាប់ហេតុការនោះអ៊ីដារបស់យើងក៏មានអារម្មណ៍ល្អជាមួយនឹងជូអរគុណទៅកាន់ជូអីអញ្ចឹងណាហើយបាននិយាយដល់ Benny របស់យើងបន្តវិញមក Benny របស់យើងក៏មកនិយាយលេងជាមួយនឹង Harriet អណ្ដើករបស់គាត់Harriet ក៏បានប្រាប់ទៅកាន់ Benny ថាហេតុអ្វីក៏លួចរត់ Benny ក៏ថាខ្ញុំខ្លាចណាស់ខ្ញុំមិនហ៊ាននិយាយជាមួយអ្នកដទៃទេខ្ញុំពិបាកក្នុងការនិយាយ Harriet ក៏និយាយថាអារឿងរត់នឹងវាមានតែអណ្ដើកភ័យរត់ចូលស្នូកតែមនុស្សអត់ទេធ្វើអញ្ចឹងមិនល្អឡើយតោះតែយើងហាត់សមនិយាយជាមួយមនុស្សដទៃបើយើងចេះនិយាយហើយបើឃើញគេខ្លាចមិនហ៊ានលូកមាត់កាលណាយើងក្លាហាននិយាយឲ្យដូចយើងជាមិត្តភក្តិគ្នាអញ្ចឹងនិយាយអញ្ចឹងអ្នកកុំខ្លាចលុះដល់ពេលយប់អ៊ីដារបស់យើងក៏បានបលែងលេងជាមួយនឹងរ៉ាបាត់ម្ដាយរបស់អ៊ីដាក៏មានអារម្មណ៍ថាកូនសេរបស់គាត់ហាក់ដូចជាសប្បាយច្រើនជាងរាល់ដងបលែងគ្នាខំខ្នើយចុះខំខ្នើយហើយអញ្ចឹងម្ដាយរបស់អ៊ីដាក៏ចូលមើលបានអញ្ចឹងហើយរ៉ាបាត់របស់យើងក៏ខ្លាចជាតុក្កតាគាត់ក៏ថាកូនដូចសប្បាយខ្លាំងណាស់សប្បាយជ្រុលនេះតែកុំភ្លេចសម្អាតណាបន្ទាប់មកអ៊ីដាក៏បានបលែងលេងជាមួយម្ដាយខ្លួនដែរបាទវាយគ្នាទៅវិញទៅមកអញ្ចឹងទៅពេលសប្បាយដូចរាល់អ៊ីដារបស់យើងរួមជាមួយនឹងរ៉ាបាត់ក៏ព្យាយាមសម្អាតផ្ទះបន្ទាប់ពីនោះអ៊ីដារបស់យើងឥឡូវលេងឯកាទៀតហើយបាទពេលនាងចូលគេងនាងក៏មានរ៉ាបាត់របស់យើងនឹងគេងក្បែរលុះដល់ពេលព្រឹកលោកនាយករបស់យើងគាត់ក៏ចូលមកដល់ក្នុងសាលារបស់គាត់ក៏សម្លឹងមើលជុំវិញហ្នឹងក៏ឃើញថាអត់មានបាត់អីនោះទេសប្បាយចិត្តណាស់ប៉ុន្តែពេលគាត់ចូលមកដល់ក្នុងបន្ទប់របស់គាត់ភ្លាមក៏ប្រទះឃើញរុក្ខជាតិដែលគាត់ខំថែនឹងស្រឡាញ់ខ្លាំងបំផុតនឹងត្រូវបានកំទេចចោលហើយយកមករៀបចេញជាអាស៊ីឃើញញញឹមលៀនដាននឹងទៀតហើយលោកណាគេចេះមិនក៏ស្អប់លោកនាយកស្អប់សាលានឹងខ្លាំងម្ល៉េះលោកនាយកសាលាក៏បានស្រែកដាក់មេក្រូប្រកាសតែម្ដងលោកអើយអាចោលណាមិនក៏បំផ្លាញរុក្ខជាតិយើងអញ្ចឹងឥឡូវយើងកាត់មកដល់អ៊ីដារួមជាមួយនឹងរ៉ាបាត់វិញបាទពួកគេទាំងពីរនាក់កំពុងទៅតាមដានមើលថាតើសិស្សនៅក្នុងសាលាម្នាក់ណាជាជនសង្ស័យតែកំឡុងពេលនោះអ៊ីដារបស់យើងក៏ប្រទះឃើញថាជូរបស់យើងនឹងគឺនៅក្នុងឡានឪពុកម្ដាយរបស់ខ្លួនដុបមកអញ្ចឹងណាឪពុករបស់ជូនឹងក៏ផ្ដាំទៅកាន់កូនគាត់ថាណែកុំអត់ប្រយោជន៍ណាខំពង្រៀនធ្វើម៉េចបានបន្ទុកខ្ពស់ជាងគេម្ដាយក៏ថាណែបងសម្លាញ់បើលាកូនលាឲ្យពាក្យធំថងតិចមិនបានទេចាំបាច់និយាយបខំគ្នាបែបនេះបន្ទាប់មកពីអ្នកប្តីប្រពន្ធក៏ឆ្លោះគ្នាកិលជូរបស់យើងក៏ថាមិនអីទេអ្នកទាំងពីរខ្ញុំទៅហើយពេលដែលឪពុកម្ដាយរបស់ជូយើងចាក់ចេញទៅបាត់ជូគាត់ក៏ផ្លាស់ប្ដូរសម្លៀកបំពាក់ពីក្មេងសុភាពខំពង្រៀនមកជាក្មេងជើងកាងអីអញ្ចឹងណាអ៊ីដារបស់យើងបែរជាចាប់អារម្មណ៍ជាមួយនឹងជូហើយក៏ដើរទៅសួរនាំជូវិញអញ្ចឹងទៅអរគុណជូដែលបានជួយនាងការពារម្សិលមិញអ៊ីដារបស់យើងក៏បបួលជូរបស់យើងសហការគ្នាដើម្បីស្វែងរកចោជូរបស់យើងក៏ចូលចិត្តចឹងដែរបាទពងធុញយើងរៀនផងការងារនឹងមួយយ៉ាងដែររ៉ាបាត់ក៏និយាយថាបើសិនជាបានជូជួយក៏ប្រយ៉ាងដែរគ្នាច្រើនណោះដូច្នេះរាល់ពេលចេញលេងអញ្ចឹងទៅអ៊ីដារួមជាមួយនឹងជូក៏បានតាមដានសិស្សគ្រប់គ្នារបស់ Helen យើងផ្ទាល់ដែរជាស្រីស្អាតហ្នឹងក៏ប្រមូលមកសៅអ្វីមួយយ៉ាងហ្នឹងយកទៅពួកគេក៏បានតាមដានលោកនាយកតែលោកនាយកកំពុងតែមើលថាតើសិស្សមួយណាគួរឲ្យសង្ស័យបាទអាចជាសិស្សជាចោរឬមួយក៏មិនមើលកូនសិស្សដែលនៅរៀនជាមួយអ្នកគ្រូ Confidence ហ្នឹងយ៉ាងម៉េចដែរសង្ស័យឬមួយក៏អត់សិស្សខ្លះក៏លួចចាក់ចេញមួកចេញអីអញ្ចឹងទៅសិស្សខ្លះយកកម្មចរាមកធ្វើអីហ្នឹងបាទយកកម្មចរាមកយកនំលោកបងកិញ្ជ្រងរបស់យើងឯវិញក៏បានចូលមកក្នុង office របស់លោកនាយកដើម្បីឆែកឆេរមើលបន្ទាប់មកហ្នឹងក៏ជាប់ម៉ាស៊ីន scan អញ្ចឹងទៅព្រីនចេញមកបាទរូបរបស់គាត់មុខទៅជាតុក្កតាវិញមិនមែន scan មកចេញជាសត្វកិញ្ជ្រងមានជីវិតទេណាអ៊ីដារួមជាមួយនឹងជូក៏បានបន្តតាមដានទៀតរួចក៏ប្រទះឃើញថាតែពិតសិស្សទាំងអស់មិនមែនចោលទេកូនរបស់ Helen ហ្នឹងបាទយកម្សៅចាក់ដើម្បីលេងទាត់បាល់អ្នកខ្លះលួចក្តារជូចមាត់ដើម្បីយកទៅសម្ដែងហើយពួកគេសហការគ្នាដើម្បីធ្វើពិធីជប់លៀងឲ្យមិត្តភក្តិរបស់ពួកគេមានចិញ្ចាក់មួកចាក់អីអញ្ចឹងទៅតាមពិតក្មេងៗល្អសោះហ្នឹងណាប៉ុន្តែចម្លែកអ្វីលោក Wonder Check ហ្នឹងក៏បានលួចចូលមកក្នុងបន្ទប់របស់នាយកសាលាផ្ទាល់ក្រោយមកលោកនាយកសាលាគាត់ក៏ត្រឡប់មកវិញដោយសារតែគាត់ភ្លេចអីវ៉ាន់គាត់ក៏មានអារម្មណ៍ថាដូចណាគេនៅក្នុងបន្ទប់ហ្នឹងតែគាត់អត់សង្ស័យទេគាត់ក៏ចេញពីទីនោះទៀតទៅបន្ទាប់មកក៏ដល់វិញដែលអ៊ីដារួមជាមួយនឹងចូលមកម្ដងអញ្ចឹងហើយហ្នឹងលោក Wonder Check របស់យើងក៏ពួនតែហើយលោកនាយកគាត់ត្រឡប់មកវិញទៀតលោកនាយកគាត់ក៏បានប្រាប់ទៅកាន់ចូលថាចូលក៏មកញ៉ែញ៉ៃណាមិនមកចូលក្នុងបន្ទប់ខ្ញុំអញ្ចឹងខំប្រឹងរៀនប្រយ័ត្នតែយើងប្រាប់ឪពុកឯងហ្នឹងមានបញ្ហាធំមកចេញទៅខាងក្រៅពេលដែលពួកគេទាំង3ចេញទៅបាត់យើងក៏ប្រទះឃើញលោក Wonder Check របស់យើងហ្នឹងបាទកើតជាការកំរោលគាត់ក៏បានកំទេចរុក្ខជាតិដែលលោកនាយកសាលាឆ្លាញ់ហ្នឹងចោលតែម្ដងបាទវាលក្ខណៈកាច់ស្លឹកចោលអញ្ចឹងណាដូច្នេះចូលរបស់យើងគាត់ក៏ចាប់ផ្ដើមសង្ស័យថាWonder Check អាចជាចោលហ្នឹងក៏ថាបានបន្តពីនោះ Rabat របស់យើងក៏បានមកជួបជាមួយនឹង Ida ហើយនឹងចូលហើយក៏និយាយអ្វីដែលខ្លួនរកឃើញដោយការសង្ស័យទៅលើលោក Wonder Check Ida ក៏មានអារម្មណ៍ថាហាក់ដូចជាស័ក្តិសមដោយសារតែលោកនាយកសាលាហ្នឹងតែងតែបញ្ជាឲ្យលោក Wonder Check ហ្នឹងធ្វើការអត់ឈប់អត់ឈរប្រហែលជាគាត់ចង់សងសឹកឬមួយក៏យ៉ាងណា Ida ខំសួរចូលរបស់យើងចឹងទៅចូលគាត់ក៏ធ្វើជាអត់មានចម្លើយឆ្លើយតបទៅវិញ Ida ក៏គិតថាប្រហែលជាចូលរបស់យើងកំពុងតែពិបាកចិត្តរឿងការងារសាលាមិនដឹងថា
ធ្វើពីអីអ៊ីដាក៏និយាយថានាងអាចជួយចូលរបស់យើងបានប៉ុន្តែពួកគេមិនទាន់ដឹងថារកប្រធានបទអ្វីយើងមកនិយាយឲ្យគ្រូអីអញ្ចឹងណាអ៊ីដាក៏ចាំសម្ដីរបស់ Benny នាងក៏និយាយថាចុះតាក់ទងនឹងចោលសមុទ្រអ្មេចដែរចូលគាត់ថាអញ្ចឹងក៏បានដែរអរគុណណាបាទតែពិតជាគំនិតរបស់ Benny សោះហ្នឹងឥឡូវអ៊ីដាបែរជាយកមកធ្វើជាមួយចូលទៅវិញហើយអញ្ចឹងទុក Benny នោះឯណាបន្ទាប់ពីនោះ Benny របស់យើងក៏បានប្រមូលឯកសារជាច្រើនតាក់ទងនឹងរឿងដែលខ្លួនបាននិយាយជាមួយនឹងអ៊ីដាក៏បានប្រាប់ទៅកាន់ Benny វិញថាឲ្យនាងសំទោសនាងសម្រេចចិត្តធ្វើបទបង្ហាញតាក់ទងនឹងចោលសមុទ្រជាមួយនឹងចូលបាត់ទៅហើយអញ្ចឹងនាងរួមជាមួយនឹង Benny ចាំឱកាសក្រោយចាំធ្វើជាមួយគ្នាអញ្ចឹងអ៊ីដារបស់យើងពេលដែលបានមិត្តភក្តិថ្មីដែលនាងចាប់អារម្មណ៍ហើយគិតតែជាក្មេងប្រុសលួយជាងគេប្រចាំសាលាអ៊ីដាបែរជាបោះបង់ Benny ចោលអ៊ីដានាងដឹងថា Benny អន់ចិត្តប៉ុន្តែអ៊ីដានៅតែធ្វើដល់ចំណុចនេះតើអ្នកណាខ្លះធ្លាប់ធ្វើរឿងនឹងដូចគ្នា comment មកបាទអូយច្រាក់ចឹងអត់កើតទេពេលមកដល់ថ្នាក់រៀនអ៊ីដាក៏ប្រទះឃើញកតារបស់នាងជុះលើដីពេលដែលនាងមកពិនិត្យមើលកវលមកគូដែលម្ដាយរបស់នាងបកគលឲ្យគឺត្រូវបានគេលួចអ៊ីដារបស់យើងបែរជាស្រែកចោទប្រកាន់ថា Benny គឺជាអ្នកលួចដោយនាងនិយាយថាអន់ចិត្តខឹងយ៉ាងម៉េចក៏ដោយក៏មិនត្រូវលួចអញ្ចឹងដែរគ្រប់គ្នាក៏នាំគ្នាចោមរោម Benny របស់យើងក្នុងកសែភ្នែកមើលងាយថា Benny ជាចោរ Benny មានការខ្មាស់គេជាខ្លាំងតែ Benny ក៏និយាយពាក្យមួយម៉ាត់ចុងក្រោយប្រាប់ទៅកាន់អ៊ីដាថាអ៊ីដាឯងក៏មិនខុសពីក្មេងដទៃទៀតដែរពេលដែល Benny មកដល់ផ្ទះវិញក៏អង្គុយពិបាកចិត្តប៉ុន្តែ Henry របស់យើងដែលជាអណ្ដើកនេះក៏បានលើកទឹកចិត្តចូលកាន់ Benny Henry ក៏និយាយថាកុំតាន់បោះបង់ចោលបើយើងមិនមែនជាអ្នកធ្វើខុសពិតប្រាកដក៏មានអារម្មណ៍អន់ចិត្តឲ្យសោះមកនាំគ្នាសម្ដែងធ្វើជាចោលសមុទ្រជាមួយខ្ញុំ Henry របស់យើងក៏សម្ដែងធ្វើជាចោលសមុទ្រហក់តលិចហក់តកើអញ្ចឹងទៅ Benny របស់យើងមានអារម្មណ៍ថាវីសប្បាយអញ្ចឹងបលែងលេងជាមួយគ្នាទៅហ្មងទៅហើយកាត់មកដល់អ៊ីដារបស់យើងវិញបាទឥឡូវនាងខំប្រឹងធ្វើការងារខ្លាំងមែនទែនតាក់ទងនឹងការធ្វើបទបង្ហាញអំពីចោលសមុទ្រហើយធ្វើតែម្នាក់ឯងទេបាទចូលរបស់យើងអត់មានបានជួយអីឡើយ Rabat របស់យើងក៏គិតថាអ៊ីដាប្រហែលជាធ្វើការងារស្រឡាញ់ជាមួយ Benny តែលឺសូរពាក្យ Benny ភ្លាមអ៊ីដារបស់យើងក៏ថាមិនដឹងថា Benny ជាចោលឬមួយក៏យ៉ាងម៉េចទេប៉ុន្តែ Rabat របស់យើងក៏និយាយថាមិនទៅថា Benny ជាចោលទៅវិញខ្ញុំស្រាវជ្រាវច្បាស់ណាស់ Benny មិនមែនជាជនសង្ស័យទេបន្ទាប់មកអ៊ីដារបស់យើងក៏ខ្ជិលនិយាយពីរឿងហ្នឹងណានាងក៏បានរំលឹកអំពីមេរៀនតាក់ទងនឹងចោលបាទចោលសមុទ្រយើងហ្នឹងណាតែកំឡុងពេលនោះចោលពិតប្រាកដនេះណាគេទេគ្នាយើងអើយក៏គូរូបគំនូរ sticker ពណ៌លឿងយ៉ាងធំតែម្ដងនៅកណ្ដាលសាលាហ្នឹងព្រឹកឡើងសិស្សមកដល់សាលាក៏នាំគ្នាផ្អើលលោក One Trash របស់យើងក៏មិនដឹងថានរណាគេទេនេះជាអ្នកធ្វើរឿងហ្នឹងចុះគ្នាយើងគិតថាជានរណាទៅវិញមក Benny ក៏ដើរមកដល់កន្លែងកើតហេតុដែរនេះបន្ទាប់មក Benny របស់យើងក៏ប្រទះឃើញបាក់សីដែលជា Pinky បាទបាក់សីរបស់លោក Mortimer របស់យើងហ្នឹងគឺនៅលើដំបូលអគារ Benny ក៏មានអារម្មណ៍ថាសង្ស័យខ្លាំងណាស់បាទគាត់ក៏បានឡើងទៅលើកំពូលអគារនោះតោះហើយយើងក៏កាត់មកដល់ឪពុកម្ដាយរបស់ Joe នេះវិញបាទនិយាយពីថាឪពុករបស់ Joe គាត់គ្មានដែរពេលផ្ដល់ឲ្យកូនរបស់គាត់នោះទេហើយនិយាយពីថាប្រាប់ខំបង្រៀនឲ្យបកាយរៀនបានលេខ1អីអញ្ចឹងទៅណាម្ដាយក៏ថាប៉ុណ្ណាអាខាងប្រាប់អាខាងនិយាយបងគួរតែផ្អាកការងារខ្លះដើម្បីចំណាយពេលនៅជាមួយកូនហើយបន្ទាប់មកឪពុកម្ដាយក៏ឆ្លោះគ្នាទៀតបាទជិះឡានតាំងផ្ទះរហូតមកដល់សាលាហ្នឹងអ៊ីដារបស់យើងឯនេះវិញកំពុងតែតាមស្វែងរក Joe បាទពួកយើងត្រូវមើលមេរៀនដើម្បីឡើង presentation ជាមួយនឹង Joe អញ្ចឹងទៅណាប៉ុន្តែរកមិនឃើញចំពោះ Benny បានឡើងមកដល់លើកំពូលអគារក៏ប្រទះឃើញមែនអ្នកទាំងអស់គ្នា Pinky របស់យើងគឺជាបាក់សីចូលចិត្តគ្រឿងចាំងអញ្ចឹងគាត់លួចគ្រឿងចាំងកវលជៀនមកគ្រប់កន្លែងទាំងអស់រួមទាំងកវលរបស់អ៊ីដាក៏នៅនឹងដែរបន្ទាប់មកបាទ Benny របស់យើងគាត់ក៏បានយកកវលរបស់អ៊ីដាមកឲ្យនាងវិញគ្រប់គ្នាក៏កាន់តែសង្ស័យបើមិនមែនចោលធ្វើម៉េចទៅស្វែងរកកវលនឹងឃើញ Benny ក៏ព្យាយាមបញ្យល់ចង់បញ្យល់អញ្ចឹងណាប៉ុន្តែគាត់និយាយមិនកើតគេភ័យពេកយ៉ាងតែគេគ្រប់គ្នាមកទម្លាក់កំហុយគាត់ហើយគាត់នៅតែនិយាយថាមិនមែនខ្ញុំជាចោលទេអ្នកគ្រូក៏ចូលមកដល់អ្នកគ្រូក៏ថានិយាយតែប៉ុណ្្នឹងចប់ហើយកុំចង់ចោទប្រកាន់គេទៀតអញ្ចឹងសិស្សដទៃក៏មានអារម្មណ៍ថាចំណែនមិនក៏អ្នកគ្រូកាន់ជើងរបស់ Benny រួមជាមួយនឹងអ៊ីដាតែពីរនាក់អញ្ចឹងហើយបកគលសัตว์វេទមន្តឲ្យតែអ៊ីដារួមជាមួយនឹង Benny ទៀតសិស្សទាំងអស់ក៏នាំគ្នាបះបោចង់បានសัตว์វេទមន្តដូចជាអ៊ីដារួមជាមួយនឹង Benny ដែរអ្នកគ្រូក៏សែថាស្ងាត់សិស្សទាំងអស់គ្នាឯងគឺជាសមាគមវេទមន្តអញ្ចឹងតើតែសហការគ្នាជួយគ្នាទៅវិញទៅមកមិនមែនចំណែនគ្នាអញ្ចឹងទេតោះអ៊ីដារួមជាមួយនឹងជូចេញទៅខាងក្រៅធ្វើបទបង្ហាញឥឡូវអ៊ីដាក៏បាននាំជូរបស់យើងមកធ្វើបទបង្ហាញតាក់ទងនឹងស្អីណារឿងចោលសមុទ្រអីអញ្ចឹងណាប៉ុន្តែជូរបស់យើងគាត់អត់ចាំក៏បានមើលមេរៀនជាមួយនឹងអ៊ីដានិយាយខុសអប៉ាត់អប៉ាអញ្ចឹងទៅ Benny តឹងធុងខ្លាំងពេកគាត់ក៏ឡើងចេញនិយាយជំនួសហើយ Benny និយាយត្រូវទាំងអស់ Benny គាត់ហ៊ានខ្លាំងជាងមុនទេបាទគាត់ហ៊ានឡើងតវ៉ាហ៊ានឡើងនិយាយហ៊ានឡើងរំអីទៀតពេលដែលធ្វើបទបង្ហាញចប់អ្នកគ្រូក៏សរសើរវ៉ាវបកែមែនប៉ុន្តែជូលើកក្រោយអត់មានធ្វើអញ្ចឹងទេណាត្រូវតែត្រៀមជាមុនជូខ្មាស់គេពេកក៏រត់ចេញពីទីនោះអ៊ីដាក៏តាមសួរមិនក៏អត់ត្រៀមខ្លួនអញ្ចឹងជូក៏និយាយថាត្រៀមខ្លួនយ៉ាងម៉េចខ្ញុំមានបញ្ហាច្រើនណាស់មិនដូចជាឯងទេឯងបន្ទុល្អឯងមានសัตว์វេទមន្តតែខ្ញុំគ្មានអ្វីនោះទេមានតែបញ្ហាឪពុកម្ដាយឈ្លោះគ្នារាល់ថ្ងៃកំឡុងពេលនោះពួកគេក៏ប្រទះឃើញលោក One Trash របស់យើងនឹងក៏បានយករុក្ខជាតិរបស់លោកនាយកសាលានឹងដើរលបពួកគេនឹងក៏ទៅតាមពេលដល់ក្នុងបន្ទប់ក៏ប្រទះឃើញបាទមានរូប sticker ញញឹមហ្នឹងហើយលោក One Trash របស់យើងកំពុងតែគូរូបហ្នឹងមកគូផងមើលតាមផងអញ្ចឹងទៅប្រទះឃើញក្មេងៗលោកមើលគាត់ក៏ដេញតាមអ៊ីដារួមជាមួយនឹងជូក៏រត់ពួន
ឥឡូវត្រឡប់មកដល់ផ្ទះវិញអ៊ីដារបស់យើងរំលឹកតែពីរឿងរបស់នាងនៅជាមួយនឹងโจសហការគ្នាតាមចាប់ចោលតាមចាប់អីអញ្ចឹងទៅណាប៉ុន្តែរ៉ាប់របស់យើងក៏មានអារម្មណ៍ថាហេមិនក៏រោនិយាយតែរឿងโจអញ្ចឹងហើយចោះរឿងរបស់ Benny យ៉ាងម៉េចទៅវិញខ្ញុំមានអារម្មណ៍ថាអ៊ីដាឯងធ្វើខុសហើយអ៊ីដាឯងក៏ជាមិត្តភក្តិរបស់ Benny ម្នាក់ដែរពេលដែល Benny ត្រូវបានគេទម្លាក់កំហុសត្រូវបានគេចោទប្រកាន់អ៊ីដាឯងអត់មានចេញមុខការពារទេលើកតែពីរឿងនៅជាមួយនឹងโจអ៊ីដាក៏ចោទប្រកាន់ថារ៉ាបាត់ប្រហែលជាចំណែននាងនៅជាមួយនឹងโจសบายអីអញ្ចឹងណារ៉ាបាត់គាត់លែងនិយាយគាត់ថាមកដល់ពេលនេះទៅហើយខ្ញុំខ្ជិលតបានណាខ្ញុំទៅតែលាតត្រដាងការពិតដើម្បីជួយ Benny វិញខ្ញុំទៅជួយអ្នកដែលត្រូវការជំនួយពិតប្រាកដខ្ញុំទៅរកចោលនោះតែម្នាក់ឯងហើយនិយាយចប់រ៉ាបាត់របស់យើងក៏ចាក់ចេញពីទីនោះអ៊ីដាបាននាងក៏ចាប់ផ្ដើមគិតម្ដងទៀតថាតើសកម្មភាពរបស់នាងនឹងវាយ៉ាងម៉េចទៅវិញអញ្ចឹងមករ៉ាបាត់របស់យើងគឺគាត់ធ្វើបេសកកម្មស្វែងរកចោលតែម្នាក់ឯងមែនអ៊ីដារបស់យើងគួយគិតយូរទៅគឺនាងមានអារម្មណ៍ថានាងខុសមែននាងក៏ស្លៀកសម្លៀកបំពាក់ដើម្បីចេញទៅតាមរ៉ាបាត់ប៉ុន្តែម្ដាយនាងក៏មិនទាន់អញ្ចឹងនាងក៏បន្លំធ្វើជារៀបគេងពេលដែលម្ដាយនាងចេញទៅបាត់អ៊ីដារបស់យើងក៏លួចចេញមកខាងក្រៅផ្ទះតាមបង្អួចហើយវាចែកដល់អ្វីបាននេះរបស់យើងកំពុងតែលេងធ្វើជាចោលសមុទ្រជាមួយនឹងមិត្តភក្តិរបស់ខ្លួនអាកែវយិតនឹងក៏ប្រទះឃើញអ៊ីដានឹងរត់ចេញពីផ្ទះដែរអញ្ចឹងហើយនឹងបាននេះរបស់យើងក៏មកតាមសួរមានរឿងអីអ៊ីដាក៏បញ្យល់ថាពេលនេះរ៉ាបាត់កំពុងតែតាមស្វែងរកចោលអាចកំបាំងនោះតែម្នាក់ឯងអញ្ចឹងនាងទៅតែជួយហើយនាងក៏ពឹងបាននេះទៅជាមួយដែរប៉ុន្តែបាននេះថាអត់ទៅទេយប់ហើយលួចទៅសាលាពេលយប់អញ្ចឹងក៏មិនជារឿងល្អដែរតែយ៉ាងណាក៏ដោយអ៊ីដាថាខ្ញុំអត់បខំឯងទេបាននេះតែខ្ញុំចង់សុំទោសឯងដែរខ្ញុំមិនគួរណាភ្លេចឯងដែលជាមិត្តភក្តិខ្ញុំទេខ្ញុំសង្ឃឹមថាឯងលើកលែងទោសឲ្យខ្ញុំទៅចុះណាអញ្ចឹងខ្ញុំលាសិនហើយបាននេះរបស់យើងម៉ែអេឃើញអ៊ីដាសុំទោសចេញពីចិត្តអញ្ចឹងគាត់ក៏លើកលែងទោសឲ្យទៅហើយបាទជិះក្តារស្គីមកជាមួយអ៊ីដាដែរដើម្បីមកជួយរ៉ាបាត់ចំពោះរ៉ាបាត់បាទគាត់ក៏លឺសូរសំឡេងអ្វីម្យ៉ាងចម្លែកនៅផ្នែកខាងលើដើររកក៏ប្រទះឃើញថាគឺជាលោក Wondercheck ងាកមកអញ្ចឹងរ៉ាបាត់ក៏បំផ្លែងទៅជាតុក្កតាលោក Wondercheck ក៏បានយករ៉ាបាត់មកជាមួយមកដល់ក្នុងបន្ទប់មានអារម្មណ៍ថាយេតុក្កតានេះដូចពិតតែយកកន្ត្រៃកាត់បើហើយវាសំណាងល្អអ្វីបែននេះក៏បានបុកទ្វារមកទៅហឹងអញ្ចឹងទៅលោក Wondercheck ក៏បានមកមើលថាតើមានរឿងអីកើតឡើងអញ្ចឹងវាក៏ផ្ដល់ឱកាសឲ្យរ៉ាបាត់របស់យើងរត់លោករ៉ាបាត់ចេញមកពិនិត្យមើលអត់មានឃើញអីអញ្ចឹងទៅគាត់ក៏បិទទ្វារវិញប៉ុន្តែសំណាងល្អ Henry របស់យើងមកទប់ទ្វារទាន់អញ្ចឹងវាអនុញ្ញាតឲ្យ Edo រួមជាមួយនឹង Benny ចូលទៅក្នុងសាលាបានលោក Wondercheck របស់យើងវិញមកពេលគាត់ចូលមកក្នុងបន្ទប់ក៏សាប់តែបាត់រ៉ាបាត់គាត់ភ័យហ្មងឆ្ងល់មិនចេះតុក្កតាចេះដើរ Ida រួមជាមួយនឹង Benny ក៏បានមកដល់បន្ទប់របស់លោក Wondercheck ទៅហើយបានពួកគេទាំងពីរនាក់ក៏សម្រេចចិត្តបិទទ្វារឃុំឃាំងខ្លួនលោក Wondercheck ដើម្បីគំរាមឲ្យគាត់សារភាពថាគាត់នឹងគឺជាចោរចំណែកឯ Rabat របស់យើងវិញកំពុងតែតាមស្វែងរកចោរអាតកំបាំងនោះក៏ប្រទះឃើញដុំបាល់លោតផ្លត់ចុះមកពីផ្នែកខាងលើអញ្ចឹង Rabat របស់យើងក៏ឡើងទៅពិនិត្យផ្នែកខាងលើនោះព្រោះគាត់សន្និដ្ឋានថាប្រហែលជាចោរអាតកំបាំងនឹងជ្រុះគ្រាប់បាល់មកឬមួយក៏យ៉ាងម៉េចហើយបើខាងលោក Wondercheck របស់យើងវិញនេះមកគាត់ខំនិយាយថាបើកទ្វារមិនក៏បិទទ្វារអញ្ចឹងពួកក្មេងៗ Ida ក៏ថាសារភាពព្រាមថាលោកគឺជាចោរនោះ Rabat របស់យើងឯនេះវិញឡើងមកដល់ផ្នែកខាងលើក៏ប្រទះឃើញនាឡិកានិងរបស់របរផ្សេងទៀតដែលត្រូវបានចោរអាតកំបាំងនោះលួចហើយចោរនោះកំពុងតែអង្គុយពាក់កានអញ្ចឹងទៅគ្នាយើងដឹងណាគេអត់បាទគឺជាโจហីអមិនចេះโจរបស់យើងក៏សារភាពថាខ្ញុំមិនចង់ធ្វើរឿងនេះទេតែដោយសារតែលោកប៉ារបស់ខ្ញុំគាត់តែងតែស្ដីបន្ទោសខ្ញុំដោយសារតែលោកនាយកតែងតែរាយការណ៍ប្រាប់ទៅកាន់គាត់រហូតហើយខ្ញុំគ្មានគោលបំណងធ្វើបាបនរណានោះទេសូម្បីតែអ៊ីដាក៏ដោយប៉ុន្តែរ៉ាបាត់និយាយថាអត់ទេយើងនឹងយកដំណឹងនេះប្រាប់គ្រប់គ្នាប៉ុន្តែโจរបស់យើងគាត់បិទទ្វាររ៉ាបាត់គាត់ថាកុំអារម្មណ៍ខ្ញុំហត់តាមអង្គុយនេះក៏បានអ៊ីដារួមជាមួយនឹង Benny ក៏បានឮសូរសំឡេងលូដែលសំឡេងហ្នឹងគឺជាសំឡេងរបស់រ៉ាបាត់អញ្ចឹងពួកគេទាំងពីរនាក់ក៏បានទៅស្វែងរករ៉ាបាត់របស់យើងតាមរយៈសំឡេងនោះហើយក៏មកដល់បន្ទប់អាតកំបាំងរបស់โจពេលដែលមកដល់ពួកគេក៏ដឹងការពិតទាំងអស់ហ្នឹងហើយโจរបស់យើងឯងគឺជាចោរតែโจក៏ថាយ៉ាងណាក៏ដោយជួយរ៉ាបាត់សិនទៅអ៊ីដាឃើញរ៉ាបាត់នៅលើតបូលអញ្ចឹងនាងក៏ចង់ទៅជួយដែររ៉ាបាត់ក៏ថាកុំអារម្មណ៍ខ្ញុំអត់មានបញ្ហាទេប៉ុន្តែព្រាមនោះរ៉ាបាត់ក៏រអិលជាប់ជាមួយនឹងអាតដៃហ្នឹងអ៊ីដារបស់យើងក៏ហក់ទៅជួយ Henry របស់យើងជានដាក៏ប្រាប់ថានោះទៅជន់ក្រោមនោះដើម្បីជួយពួកគេបាទជន់ក្រោមនោះគឺជាបន្ទប់របស់នាយកពួកគេទាំងពីរនាក់ក៏ធ្វើដំណើរទៅបន្ទប់នាយកអ៊ីដាក៏បានសុំទោសរ៉ាបាត់របស់យើងតាក់ទងនឹងរឿងដែលនាងគិតខុសនោះរ៉ាបាត់ក៏សុំទោសដូចគ្នាដែលខ្លួនធ្វើអីតែម្នាក់ឯងអត់ខ្វាយខ្វល់ពីមិត្តភក្តិដែរពួកគេក៏លើកលែងទោសឲ្យគ្នាទៅវិញទៅមកប៉ុន្តែអ្នកគ្រូ Cornfield របស់យើងក៏ឃើញហេតុការណ៍នោះគាត់ចាំតែប្រើវេទមន្តជួយទេបើមានរឿងបញ្ហាអីធំដុំកើតឡើងគឺគាត់នឹងទៅជួយហ្មងប៉ុន្តែសំណាងល្អ Benny សហការជាមួយនឹងโจតោងអ៊ីដារបស់យើងឡើងមកផ្ទះខាងលើបានទៅជោគជ័យហើយក៏ជួយរ៉ាបាត់បានដូចគ្នាគ្រប់បែបយ៉ាងស្ងប់ស្ងាត់ទៅវិញអ្នកគ្រូ Cornfield ក៏និយាយថាឃើញទេក្មេងៗឥឡូវពួកគេយល់ណាស់អ្វីល្អអ្វីអាក្រក់ចំណែកឯលោក Wondercheck របស់យើងវិញបាទគាត់កំពុងតែព្យាយាមកាត់សោក្រុមក្មេងៗសប្បាយខ្លាំងពេកផ្ទះដៃចុះផ្ទះដៃឡើងក៏បុកអាកម្មចដងដួលកាន់អាកន្លែងដាំរុក្ខជាតិរបស់លោកនាយកបាយខ្ទេចខ្ទីបន្ទាប់មកលោក Wondercheck របស់យើងក៏បដកន្លែងកើតហេតុគាត់ក៏សម្រេចចិត្តចោទប្រកាន់ថាក្នុងចំណោមពួកគេទាំង3នាក់នោះគឺមានម្នាក់ជាចោរលុះដល់ព្រឹកឡើងឪពុកម្ដាយរបស់ក្មេងៗទាំង3ក៏បានមកជួបជាមួយនឹងលោកនាយកឪពុកម្ដាយរបស់โจនោះក៏ថាកូនគាត់មិនមែនជាចោរម្ដាយរបស់អ៊ីដាក៏សន្និដ្ឋានថាកូនគាត់ក៏មិនមែនជាចោរដែរប៉ុន្តែឪពុករបស់ Benny ក៏ថាវ៉ាវកូនខ្ញុំក្លាហានណាស់បើវាជាចោរមែនអូយខ្ញុំអបអរសាទររបៀបអញ្ចឹងចំពោះ Rabbit រួមជាមួយនឹង Henry ហ្នឹងគឺគេដាក់លើតុបានជាតុក្កតាទេណាប្រកែកគ្នាសុកក៏សាប់តែបាត់តុ
តុក្កតាទាំងពីរហ្នឹងលោក Van Rachek ក៏ចង់ប្រាប់លោកយុតែលោកយុថាកុំរំខានពងនិយាយគ្នាបាទតាមពិតសត្វវីតាមីនទាំងពីរហ្នឹងគឺដោតភ្លើងដើម្បីឲ្យមេក្រូនឹងលឺអ៊ីដាក៏ចេញនិយាយពីអ្វីដែលនាងជួបប្រទះលោកនាយកឯងមិនទាន់យល់ពីសិស្សទាំងអស់ទេគ្នារបស់ Helen ចង់លេងបាល់អ្នកខ្លះទៀតមានសមត្ថភាពចាក់មួកអ្នកខ្លះទៀតមានសមត្ថភាពធ្វើនេះធ្វើនោះច្រើនណាស់ជាក់ស្ដែងដូចជាโจអញ្ចឹងឪពុកម្ដាយរបស់โจតែងតែឆ្លោះគ្នាហើយលោកនាយកឯងតែងតែរាយការណ៍នេះរាយការណ៍នោះអត់មានយល់អំពីស្ថានភាពរបស់សិស្សឲ្យពិតប្រាកដបែរនេះក៏ចេញនិយាយដែរថានឹងហើយខ្ញុំនៅជាមួយគ្នាខ្ញុំមិននិយាយអីឡើយលោកនាយកថាបើពួកឯងមិននិយាយយើងនឹងបញ្ឈប់ពួកឯងទាំង3នាក់ពីសាលាតែម្ដងដល់ចំណុចនេះโจរបស់យើងក៏សម្រេចចិត្តសារភាពថាគាត់នឹងគឺជាចោរលួចរបស់គ្រប់យ៉ាងនៅក្នុងសាលាដោយសារតែឪពុកម្ដាយរបស់โจឆ្លោះគ្នាជារៀងរាល់ថ្ងៃអញ្ចឹងโจរបស់យើងតែងតែលួចរត់ចេញពីផ្ទះអត់ចង់ស្ដាប់ការឆ្លោះនឹងទេហើយវាចៃដន្យអីមូលហេតុដែលឆ្លោះគ្នាគឺដោយសារតែលោកនាយកដែរអញ្ចឹងហើយបានជាโจរបស់យើងចង់សងសឹកលោកនាយកโจក៏បានសុំទោសទៅកាន់អ៊ីដារួមជាមួយនឹងបែននេះโจចង់ឲ្យមាននរណាមានបញ្ហាអ្វីនោះឡើយលោកនាយកក៏និយាយថាអញ្ចឹងខ្ញុំសម្រេចចិត្តបញ្ឈប់โจពីសាលានេះហើយតែសិស្សដទៃអត់ព្រមទេបាទពេលដែលโจមកចេញមកខាងក្រៅសិស្សគ្រប់គ្នាក៏មកសារភាពថាខ្ញុំក៏ជាចោរអ្នកនេះលួចនេះអ្នកនេះលួចនោះលួចរបស់របរក្នុងសាលាលួចរបស់របរក្នុងបណ្ណាល័យអញ្ចឹងចោរគ្រប់គ្នាបញ្ឈប់មកសាលាតែហ្មងទៅលោកគ្រូតែអញ្ចឹងលោកគ្រូយុគាត់កាំងដែរបាទគាត់ក៏សម្រេចចិត្តថាបានខ្ញុំមិនបញ្ឈប់នរណាទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែទទួលពីនៃមកចូលទៅសាលាវិញបន្ទាប់មកឪពុកម្ដាយរបស់โจក៏អត់មានប្រកាន់ខឹងកូនរបស់គាត់ទេបាទតាមពិតគឺជាកំហុសរបស់ពួកគាត់ទាំងពីរមែនឥឡូវសិស្សទាំងអស់ហ្នឹងបាទពីនៃរបស់ពួកគេហ្នឹងគឺសម្អាតសាលាទាំងមូលអ្នកគ្រូ Cornfield របស់យើងក៏ឈរពីចម្ងាយនិយាយថាឃើញអត់ខ្ញុំថាឲ្យទុកចិត្តក្មេងៗទៅមិនខុសទេឥឡូវរឿងរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយនិយាយទៅរឿងហ្នឹងដូចជាមានពីរវគ្គទៀតគ្នាយើងដែលក្នុងវគ្គនីមួយៗគឺសិតតែមានរឿងត្រូវឲ្យយើងដោះស្រាយគ្រប់វគ្គចាំមើលថានៅវគ្គក្រោយទៀតនឹងមានរឿងអ្វីប្លែកៗកើតឡើងអញ្ចឹងមានតែប៉ុណ្្នឹងអរគុណចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាពីដើមដល់ចប់ប៉ុន្តែកុំភ្លេចចុច like subscribe ដាក់កណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗតន់ចិត្តដូច share ខ្ញុំសូមអរគុណសូមជម្រាបលា